បាទជាសួរពុកម៉ែបងប្អូនបាទដាំដុះដំណាំចង់បានឲ្យដំណាំល្អហើយដំណាំដែលមានផ្ដល់ផលឲ្យពុកម៉ែបងប្អូនបានខ្ពស់ថ្ងៃនេះខ្ញុំបាទយុនសុផាដែលជាប្រធាននាយកបច្ចេកទេសនៃហ៊ុយយុនកសិកម្មចង់ចែករំលែកនៅคลิปមួយឲ្យពុកម៉ែបងប្អូនជ្រើសរើសយកជីទៅប្រើប្រាស់លើដំណាំឲ្យចំគោលដៅបាទជីពុកម៉ែបងប្អូនស្គាល់ហើយជីគីមីជីធម្មជាតិប៉ុន្តែថ្ងៃនេះនាំចំណីអារម្មណ៍ពុកម៉ែបងប្អូនឲ្យមកស្គាល់ជីធម្មជាតិឲ្យច្បាស់ថាជីធម្មជាតិជួយអីជីធម្មជាតិគឺជាពពួកជីដែលជួយទៅដល់ដីដែលជួយបង្កើតជីនៅក្នុងដីដែលជួយធ្វើឲ្យដីផុសធូរមានសំណើមហើយផ្ដល់បាទសារធាតុចិញ្ចឹមទៅដល់ដំណាំបានគ្រប់វិនាទីបាទពុកម៉ែបងប្អូនដាំដំណាំយើងតែងតែចង់ឲ្យដំណាំលូតលាស់ល្អអញ្ចឹងបើចង់ឲ្យដំណាំលូតលាស់ល្អពុកម៉ែបងប្អូនត្រូវតែផ្ដល់ជីឲ្យវាបានស៊ីគ្រប់ពេលវេលាបាទអញ្ចឹងជីដែលអាចផ្ដល់ឲ្យរុក្ខជាតិស៊ីបានគ្រប់ពេលវេលាគឺជីធម្មជាតិអញ្ចឹងជីធម្មជាតិគឺជាជីមួយដែលបង្កើតអតិសកុមប្រាណជាជីមួយដែលធ្វើឲ្យដីមានសំណើមល្អជាជីមួយដែលធ្វើឲ្យឫសរុក្ខជាតិមានភាពរឹងមាំជាជីមួយដែលលុបបំបាត់ពពួកចម្រោកសត្វល្អិតនៅក្នុងដីរូបមន្តយ៉ាងពិសេសនេះដែលហ៊ុយយន្តបន្តបេសកកម្មជាង10ឆ្នាំមកនេះដែលជួយទៅដល់ពុកម៉ែបងប្អូននាំយកជីបាទធម្មជាតិដែលមានគុណភាពប្រើប្រាស់មិនថាទ្រាប់បាតទៅលើដំណាំស្រូវមិនថាទ្រាប់បាតទៅលើដំណាំដាំដុះឈើហូបផ្លែបាទទ្រាប់បាតកស៊ូឬក៏បំពន់ការលូតលាស់កស៊ូចន្ទីឬក៏ដំណាំបន្លែអីទេអ្វីដែលសំខាន់គឺជីធម្មជាតិជួយទៅដល់ដីជួយទៅដល់ដំណាំពុកម៉ែបងប្អូនជួយកាត់បន្ថយការចំណាយនៅក្នុងការប្រើប្រាស់បាទថ្នាំពុលផ្សេងដែលចង្រៃទៅធ្វើឲ្យដំណាំរបស់យើងក្រិនលូតលាស់មិនល្អនោះគឺជីធម្មជាតិអាចដោះស្រាយបញ្ហានេះបានហើយធៀបជាមួយនឹងជីមួយទៀតដែលពុកម៉ែបងប្អូនតែងតែស្គាល់ជីគីមីនោះគ្រាន់តែជាជីមួយសម្រាប់ជំរុញការលូតលាស់បន្ថែមដែលពុកម៉ែបងប្អូនចង់បានបាទប៉ុន្តែអ្វីដែលសំខាន់ពុកម៉ែបងប្អូនមិនអាចភ្លេចបានទេគឺជីធម្មជាតិអញ្ចឹងជីធម្មជាតិដែលផលិតដែលមានគុណភាពមានរូបមន្តផ្សំត្រឹមត្រូវហើយជឿជាក់បានបាទក្រុមហ៊ុនហ៊ុយយន្តកសិកម្មដែលជាក្រុមហ៊ុនបកូនខ្មែរមានរោងចក្រដ៏ធំជាងគេផលិតជីបាទបានច្រើនជាងគេហើយអ្វីដែលជាសំខាន់នោះគឺឆន្ទៈរបស់ហ៊ុយយន្តកសិកម្មគឺមានក្រុមបច្ចេកទេសមានរូបខ្ញុំបាទផ្ទាល់បាទចុះទៅដល់ចំការប្រឹក្សាបច្ចេកទេសដែលឥតគិតថ្លៃហើយណែនាំពុកម៉ែបងប្អូននឹងការបង្រៀនធ្វើយ៉ាងណាឲ្យបច្ចេកទេសកសិកម្មនៅក្នុងការថែទាំបានត្រឹមត្រូវអាចតាក់ទងប្រឹក្សាបច្ចេកទេសដែលឥតគិតថ្លៃជាមួយហ៊ុយយន្តកសិកម្មពិសេសគឺជាមួយនឹងជីធម្មជាតិប្រើធ្វើយ៉ាងម៉េចឲ្យដំណាំពុកម៉ែបងប្អូននឹងបានទទួលទិន្នផលខ្ពស់រាល់ព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចទំនាក់ទំនងសួរនាំទៅលើ page ហើយនឹងលេខដែលខ្ញុំមាន Telegram នៅលើអេក្រង់ស្រាប់បាទសូមអរគុណ